ជំរាបសួរពុកម៉ែបងប្អូនអរគ្នានឹងទៅធ្វើស្ទះជូនភ្ញៀវហើយ3កម្ដងទទួលការងារពីបងឆៃរតនេះបញ្ហាស្ទះបកុនដែលចុចទឹកទៅវាទៅអត់ស្រួលឃើញថាពេលយើងកោះមកក៏ឃើញគ្នាគៀបសក់ការងារនេះគឺនៅខាងបរិយពេញហួតមុងរិទ្ធីបន្ទាប់ពីយើងជួយរួចយើងទៅឡើងរួចរាល់យើងក៏ធ្វើការតែទឹកទៅឃើញថាវាលែងមានបញ្ហាស្ទះទៀតហើយទឹកហូរទៅវូចំណែកការងារនេះគឺនៅផ្លូវ2002ហើយស្ទះលាបូលឿងចានឃើញថាពេលយើងបើកទឹកទៅវាកាំងមើងចឹងហ្មងអត់មានទៅណារួចទេបន្ទាប់ពីជួយរួចយើងធ្វើការតែទឹកដាក់ពេញលាបូទាំងពីរនឹងមកបើខ្វាច់មកឃើញថាវាដំណើរការល្អឡើងវិញចំពោះខ្ញុំតែទឹកតតែដាក់ពេញចឹងតែ4-5ដងមកឲ្យច្បាស់បើថាស្ទះទេតន់យើងនៅធ្វើសាសថ្មីតែអត់ទេតែយើងធ្វើឲ្យយើងតែទៅគឺអត់ដែលមានបញ្ហាទេម្ចាស់ផ្ទះគាត់ចំណាយលុយហើយយើងទៅធ្វើឲ្យគាត់ទៅខ្លាចឲ្យអស់ទឹកប៉ុណ្ណឹងយើងតែឲ្យច្រើនមកដើម្បីបញ្ជាក់ថាវាមិនលែងមានបញ្ហាស្ទះនេះទយោបហោលាបតែគាត់រត់ទយោ42ហោប៉ុណ្ណឹងហើយទម្រាំទយោ60ទៀតមិនដឹងជាហោប៉ុណ្ណាទេចំណែកការងារនេះគឺស្ទះលាបូលាងដៃនៅខាងបរិយពេញហួតបឹងស្នោការងារនេះបានថតពេលមិនធ្វើទេថតតែពេលធ្វើហើយឥឡូវយើងធ្វើការតេស្តទឹកទៅឃើញថាវាដំណើរការធម្មតាឡើងវិញសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាស្ទះបកុនស៊ីហ្វុងឡាបូអីឬក៏បញ្ហាទឹកភ្លើងអីអាចទាក់ទងមកខ្ញុំបាន